នៅខាងក្រោយខ្នងខ្ញុំនេះគឺជាកីឡាដ្ឋានដែលយើងតែងហៅថា Start នោះនៅបាសេឡូណាហើយឈ្មោះរបស់វាមែនតើគេហៅថា Camp Nou នៅទីនេះយើងមើលពីដើមឡើយStart នេះមិនជាធំទេទំហំដីរហូតដល់ពេលហ្នឹងតែ5ហិកតាកន្លះទេប៉ុន្តែគេបានខ្លះ Certify គេឲ្យចំណាត់ថ្នាក់ថាជា Start មួយដែលធំក្នុងចំណោម Start ដែលធំនៅក្នុងពិភពលោកនោះដោយហេតុថាបច្ចុប្បន្ននេះគេកំពុងតែជួសជុលឡើងវិញដើម្បីធ្វើយ៉ាងណាដាក់អ្នកដែលមកទស្សនានៅទីនេះឲ្យបានរហូតទៅដល់ជាង 100000 នាក់ឯនោះមានន័យថាជាង 100000 កៅអីហើយយើងឃើញថាមានខាងកីឡាអ្នកដែលចូលចិត្តនិយមកីឡាហ្នឹងពីប្រទេសផ្សេងក៏ដូចជាប្រជាជនអេស្ប៉ាញហ្នឹងនាំគ្នាមកលេងមកកម្សាន្តមកចូលទេសនាហើយពេលដែលយើងចូលមកទស្សនានៅក្នុង Start ហ្នឹងគេយកលុយមិនមែនចូល free ទេពេលដែលយើងចង់ចូលទៅខាងក្នុងហ្នឹងក្នុងម្នាក់ហ្នឹងគឺត្រូវបង់34 អឺរ៉ូឯនោះលុយអឺរ៉ូដូច្នេះវាប្រហែលជាជិត$50លុយអាមេរិកកាំងទៅហើយគ្រាន់តែយើងចូលទៅមើលបន្តិចនេះហើយប៉ុន្តែខ្ញុំចង់បញ្ជាក់ជូនថា Start នេះល្បីល្បាញហ្នឹងក៏ដោយសារថាអ្នកដែលលេងកីឡាល្បីរបស់ពិភពលោកយើងស្គាល់ហើយមានទាំងពី Ronaldinho មានទាំង Messi មានទាំង Mbappe ហើយនឹងបច្ចុប្បន្ននេះ Yamal ដែលសុទ្ធតែជាកីឡាករល្បីលេងនៅបាសេឡូណានេះអញ្ចឹងហើយបានជាឈ្មោះយើងដឹងបាសេឡូណាហើយនឹង Real Madrid ហ្នឹងគឺស្ថិតនៅក្នុងប្រទេសអេស្ប៉ាញតែមួយហើយចម្ងាយពីគ្នាមិនឆ្ងាយប្រហែលដែរទេយើងជិះយន្តហោះប្រហែលជាជិត1ម៉ោងទៅដល់គ្នាទៅវិញទៅមករវាងបាសេឡូណាហើយនិង Real Madrid ខ្ញុំចង់បញ្ជាក់ដែរថា Start នេះត្រូវបានកសាងតាំងពីឆ្នាំ1957អញ្ចឹងបើគិតមកដល់ពេលនេះមានអាយុកាល68ឆ្នាំហើយប៉ុន្តែគេទើបតែជួសជុលថ្មីនេះដើម្បីក្នុងគោលបំណងពង្រីកឲ្យចំនួនកៅអីនឹងចូលទស្សនាដូចខ្ញុំបានរៀបរាប់ខាងដើមអញ្ចឹងបាទ